អ្នកណាកសាងសន្តិភាពអ្នកនោះមានសុភមង្គលហើយត្បិតគេនឹងមានឈ្មោះថាជាបុត្ររបស់ព្រះជាម្ចាស់ចំនួនមិនអាចដោះស្រាយបានទេនៅពេលមានតែភាគីម្ខាងឬទាំងសងខាងមិនបានយល់ព្រមជាមួយគ្នានៅក្នុងករណីនេះយើងត្រូវការមានភាគីទី3ដើម្បីចូលមកក្នុងការដោះស្រាយដើម្បីឲ្យមានភាពយុត្តិធម៌និងតម្លាភាពខ្ញុំលោកឪពុកគង់សុមនីជាអ្នកបួសកាតូលិកក្នុងគ្រួសារសាឡេសៀនរបស់លោកឪពុកបូស្កូក្នុងប្រទេសកម្ពុជាខ្ញុំមានភាពសោកស្ដាយនៅហេតុការណ៍ចំនួនដែលបានកើតឡើងសារជាថ្មីរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលទើបតែនឹងបានចុះហត្ថលេខាសន្តិភាពជាមួយគ្នាដែលមានការដឹងឮពីប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដូចជាប្រធានបដូវវេនអាស៊ានចំនួនគឺមិនដែលនាំមកនៅផលចំណេញនៅពេលដែលកើតមានសង្គ្រាមក្នុងការសម្លាប់គ្នាគឺវាផ្ដល់នៅភាពវិនាសក៏ដូចជាទុក្ខសោកទៅដល់ប្រជាជនទូទៅជាពិសេសជនក្រីក្រក៏ដូចជាប្រជាជនដែលងាយរងគ្រោះហើយមានគ្រួសារជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញពីទីកន្លែងកំណើតដើម្បីទៅរកទីកន្លែងសុវត្ថិភាពខ្ញុំសូមឲ្យសហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍ឲ្យមានភាពសុក្រិតក៏ដូចជាមានភាពច្បាស់លាស់ដើម្បីឲ្យសង្គ្រាមនេះបានបញ្ចប់ក្នុងពេលឆាប់ដើម្បីកុំឲ្យមានមនុស្សស្លាប់បន្ថែមលើសពីនេះទៅទៀតជាពិសេសគឺជនក្រីក្រក៏ដូចជាមនុស្សចាស់ហើយនិងក្មេងៗដែលគួរឲ្យសង្វេគនៅពេលដែលឃើញវីដេអូដែលពួកគាត់ទៅរស់នៅបាទតាមជំរំយើងជួយគ្នាក្នុងការកសាងសន្តិភាពដើម្បីឲ្យយើងអាចរស់នៅជាមួយគ្នាដោយមានភាពស័ក្តិសមហើយនឹងមានតម្លៃក្នុងឋានៈជាជនរួមជាតិជាមនុស្សជាតិរួមក្នុងផែនដីតែមួយខ្ញុំក៏សូមសំណូមពរឲ្យសិស្សចាស់របស់សាលាដុនបូស្កូក៏ដូចជាសិស្សបច្ចុប្បន្នយើងអាចជួយជាថវិកាឬក៏ជាកម្លាំងឬក៏ពេលវេលាឬក៏ជាអ្វីក៏ដោយដែលយើងអាចជួយបានជាចំណែកមួយហើយខ្ញុំក៏ទូលសូមតាមរយៈមេត្តានៃសន្តិភាពព្រះនាងម៉ារីដើម្បីជួយការពារពួកយើងឲ្យបានឆ្លងផុតពីគ្រោះចង្រៃផ្សេងដែលអាចកើតមានហើយសូមជួយយើងឲ្យមានចិត្តសប្បុរសដើម្បីយើងចេះចែករំលែកជាមួយគ្នាឲ្យយើងចេះផ្ដល់នូវសេចក្តីស្រឡាញ់ហើយនឹងផ្ដល់ការគោរពចំពោះគ្នាទៅវិញទៅមកយើងមិនមែនជាម្ចាស់នៅអ្វីដែលយើងកំពុងតែមានបច្ចុប្បន្ននោះទេមនុស្សយើងគ្រប់គ្នាយើងគ្រាន់តែរស់នៅបណ្ដោះអាសន្ននៅក្នុងកំឡុងពេលដែលយើងមានជីវិតដូច្នេះយើងគួរតែប្រើពេលវេលាដែលយើងមានដើម្បីធ្វើនៅអំពើល្អហើយនឹងចែករំលែកសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកដើម្បីយើងជឿថានៅពេលជីវិតខាងមុខយើងនឹងទទួលបាននៅអ្វីល្អត្រឡប់មកយើងវិញសូមព្រះជាម្ចាស់ប្រទានពរឲ្យយើងទាំងអស់គ្នាអាមែន